តែសម្ងួតសក់ដែលប្រើម៉ាស៊ីនភ្លុំសក់ឬក៏ទុកឲ្យសក់ស្ងួតតាមស្រួលមួយណាល្អសម្រាប់សក់ជាងតោះថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកមើលការសិក្សាមួយពីខាងគ្រូពេទ្យសើស្បែកនៅកូរ៉េខាងត្បូងនៅក្នុងការសិក្សានេះគឺគេប្រៀបធៀបរវាងសរសៃសក់ដែលត្រូវបានសម្ងួតដោយប្រើម៉ាស៊ីនភ្លុំសក់ជាមួយនឹងសរសៃសក់ដែលយើងទុកឲ្យវាស្ងួតតាមស្រួលហើយសរសៃសក់ហ្នឹងគឺគេកក់សក់ជាមួយនឹងសាប៊ូដែលអត់មានប្រើក្រែមបន្ទន់សក់អត់មានប្រើប្រេងលាបសក់ឬក៏ផលិតផលការពារកម្ដៅអីទាំងអស់នៅក្នុងរូប A នេះគឺជាសរសៃសក់ដែលគេទុកឲ្យស្ងួតតាមស្រួលស្ងួតនៅក្នុងសីតុណ្ហភាពបន្ទប់គឺ20អង្សាសេចំណែកឯរូប B រហូតដល់រូប E គឺជាសរសៃសក់ដែលត្រូវបានសម្ងួតដោយម៉ាស៊ីនភ្លុំសក់ហើយគេប្រើកម្ដៅខុសៗគ្នាជាមួយនឹងរយៈចម្ងាយពីម៉ាស៊ីនហើយនឹងសក់ហ្នឹងគឺខុសៗគ្នាដែរជាលទ្ធផលក្រោយពិនិត្យដោយម៉ាស៊ីន Electron Microscopy នៅពេលដែលគេមើលទៅលើសម្បកសក់ដែលយើងហៅថា hair cuticle ចំពោះសក់ដែលត្រូវបានទុកឲ្យស្ងួតតាមស្រួលឃើញថា hair cuticle វាហ្នឹងគឺនៅស្អាតនៅ smooth ជាងសក់ដែលត្រូវបានសម្ងួតដោយម៉ាស៊ីនភ្លុំសក់ហើយការសម្ងួតដោយម៉ាស៊ីនភ្លុំសក់ហ្នឹងកាលណាប្រើកម្ដៅកាន់តែខ្លាំង hair cuticle ហ្នឹងគឺកាន់តែខូចអូអត់បានទេហ៊ានតែប្រើម៉ាស៊ីនភ្លុំសក់គឺខូចសក់ហើយឈប់កុំតាត់អាលអត់តន់ចប់ទេឥឡូវយើងមកមើលរូបភាពបន្ទាប់ទៀតរូបភាពនេះគឺគេពិនិត្យទៅលើ snow សក់វិញម្ដងដែលយើងហៅថា hair កក់តិចអញ្ចឹងនៅពេលដែលមើលទៅលើ hair កក់តិចឃើញថាសក់ដែលត្រូវបានសម្ងួតដោយម៉ាស៊ីនហ្នឹងបែរជាអត់អីប៉ុន្តែសក់ដែលទុកចោលឲ្យស្ងួតតាមស្រួលហ្នឹងមានបញ្ហាខូចទៅលើ hair កក់តិចហេតុអីទៅដោយសារតែនៅពេលដែលសក់យើងវាបៀមទឹកយូរពេកវាអត់ងាយត្រូវបានសម្ងួតវាធ្វើឲ្យពុកផុយហើយខូចតែសាច់សក់នៅផ្នែកស្នូលសក់វិញធ្វើឲ្យសក់យើងមើលទៅសំពងហៅហ្មងអញ្ចឹងសរុបមកវិញវិធីសាស្ត្រនៅក្នុងការសម្ងួតសក់ដែលល្អបំផុតគឺយើងប្រើម៉ាស៊ីនភ្លុំសក់ប៉ុន្តែប្រើកម្ដៅទាបបំផុតហើយដាក់ចម្ងាយម៉ាស៊ីនពីសក់ហ្នឹង15សង់ទីម៉ែត្រដោយបំលាស់ទីចុះឡើងរួមជាមួយនឹងការថែទាំសក់បន្ថែមដោយប្រើប្រាស់ក្រែមបន្ទន់សក់ក្រោយពេលយើងកក់សក់រួចប្រើជា hair serum ឬក៏ផលិតផលការពារកម្ដៅសក់ពិសេសគឺការជ្រើសរើសសាប៊ូកក់សក់ហ្នឹងតែម្ដងសម្រាប់អ្នកដែលគាត់មានបញ្ហាសក់ខូចជំពាក់បាយចុងឬក៏អ្នកដែលគាត់លេងពណ៌សក់ច្រើនខ្ញុំសូមណែនាំសាប៊ូក្លិនដែលមាន hair shampoo មួយនេះគឺសម្រាប់សក់ដែលមានបញ្ហាស្ងួតខូចសំពងបាយចុងហើមអីហ្នឹងអានេះក៏ហើយគឺសក់យើងទន់ស្អាតមែនតើប៉ុន្តែសម្រាប់អ្នកដែលគាត់មានបញ្ហាសក់ជ្រុះឬក៏សក់ដុះយឺតអីខ្ញុំ recommend ក្លិន anti hair fall មួយនេះអានេះគឺផ្សំឡើងដោយសារធាតុពីរសំខាន់គឺ pro vitamin B5 ជាមួយនឹង vitamin E កក់ហើយសក់យើងដុះល្អមានសុខភាពល្អហើយកាត់បន្ថយជ្រុះទៀតបន្ទាប់ពីកក់សក់ហើយបើសិនជាចង់បានសក់ស្អាតទន់រលោងអ្នកនរគ្នាកុំភ្លេចប្រើក្រែមបន្ទន់សក់ក្លិន keratin conditioner នេះអានេះគឺផ្សំពី protein keratin ណាហើយអ្នកដែលធ្លាប់ស្ដាប់វីដេអូខ្ញុំគឺដឹងហើយ protein keratin គឺជួយសក់ច្រើនមែនតើជួយជួសជុលតែសាច់សក់ដែលខូចសំពងបាយចុងជាពិសេសគឺជួយសក់យើងមើលទៅត្រង់មួយកម្រិតទៀតសម្រាប់សាប៊ូក្លិននេះគឺជាផលិតផលរបស់ខ្មែរយើងផលិតទៅតាមស្តង់ដារនិងរូបមន្តពីប្រទេសកូរ៉េគុណភាពល្អមែនតើបើសិនជាបងប្អូនចង់បានអាចស្វែងរកទិញបាននៅតាមផ្សារយើងនានាឬក៏តាមផ្សារទំនើបធំអីក៏មានដែរដូចជា Aeon ឬក៏ Lucky ហើយបើសិនជាបងប្អូនពិបាករកអាចទំនាក់ទំនងទៅកាន់ Facebook page ផ្លូវការរបស់ក្លិន Cambodia ហ្មងក៏បានដែរមានសំណួរអីបន្ថែមអត់បើមានអាច comment នៅខាងក្រោមវីដេអូបានណាហើយចាំជួបគ្នានៅក្នុងវីដេអូក្រោយអរគុណបាយបាយ